ទីតាំងគឺជាកន្លែងឬក៏ជាចំណុចចាប់ផ្ដើមនៃអាជីវកម្មមួយមិនថាតែអាជីវកម្មឬក៏របរបងប្អូនប្រកបរបរផ្សេងទេការជ្រើសរើសទីតាំងគឺជារឿងសំខាន់មួយដែលបងប្អូនត្រូវតែគិតគូរពិចារណានិងជ្រើសរើសឲ្យបានត្រឹមត្រូវអញ្ចឹងនេះគឺជាទីតាំងថ្មីមួយទៀតរបស់បងប្អូនយើងដែលគាត់ធ្វើការនៅប្រទេសកូរ៉េបាទអញ្ចឹងគាត់សម្រេចសិទ្ធិសាងសង់ផ្ទះអាជីវកម្មនេះគឺទំហំ5x20 ខ្ពស់2ជាន់បងប្អូនទាំងអស់គ្នាបាទហើយបងប្រុសមែនតើគឺសរសើរទឹកចិត្តគាត់បាទគាត់ព្យាយាមរកទីតាំងច្រើនកន្លែងហើយគាត់រងចាំខ្ញុំបាទកុងត្រាបិទទីតាំងនេះអស់មួយឆ្នាំជាងហើយគាត់នៅចាំធ្វើបាទគាត់នៅចាំធ្វើរហូតតតែខ្ញុំអាចធ្វើជូនគាត់បានគឺគាត់ក៏សម្រេចចិត្តធ្វើតែម្ដងណែបងប្អូនទាំងអស់នេះហើយអរគុណមែនតើសម្រាប់ទឹកចិត្តក៏ដូចជាការស្រឡាញ់ជឿទុកចិត្តមកលើខ្ញុំផ្ទាល់បាទជាទីតាំងបងប្អូនឃើញទេនេះគឺទីតាំងដែលខ្ញុំតែងតែណែនាំបងប្អូនទាំងអស់គ្នាឲ្យធ្វើឲ្យជ្រើសរើសយកប្រភេទទីតាំងបែបនេះព្រោះវាវាលស្រឡះល្អមិនបង្កផលប៉ះពាល់រំខានទៅដល់អ្នកជិតខាងឬក៏បរិវេណបរិយាកាសជុំវិញឡើយបងប្អូនឃើញទេបាទវាស្រឡះល្អជាវាស្រែឲ្យបងប្អូនមើលសាច់ដីរបស់គាត់ចាក់ទុកយូរហើយណាចាក់ទុកយូរហើយអញ្ចឹងរងចាំដល់ថ្ងៃធ្វើចឹងឥឡូវនេះយើងចាប់ផ្ដើមធ្វើហើយបាទយើងចាប់បានមែនតើទៅការឋានមួយនេះគឺខ្ញុំបានទៅពិនិត្យជូនគាត់រួចរាល់បាទហើយគាត់ត្រៀមគាត់ចាក់ដីបាទតភ្លើងតទឹកបាទរងចាំតែថ្ងៃធ្វើទេបាទគាត់ចុះពីកូរ៉េមកភ្លាមគាត់ណាត់ជួបខ្ញុំបាទយើងរៀបចំការងារធ្វើតែម្ដងណាបងប្អូនទាំងគ្នាបាទអញ្ចឹងបងប្អូនទាំងគ្នាដែលមានបំណងចង់សាងសង់ផ្ទះអាជីវកម្មណាគឺអាចស្លឹងមើលទីតាំងប្រភេទនេះគាត់ចេះស្លាស់ល្អចេះគឺល្អបាទហើយមានអ្វីជាចម្ងល់ចង់សាកសួរចង់ដឹងបន្ថែមលម្អិតពីរបរផ្ទះអាជីវកម្មបងប្អូនយើងអាចបន្តអាចសាកសួរមកខ្ញុំផ្ទាល់បានណាបាទអរគុណជួបគ្នានៅវីដេអូក្រោយទៀត